ปราบมอนในจะกงมอนมั้งโอ้มวยที่นี่นะวันนะเอาก้นเหรอรัฐบาลคัดกอกงลดกำลังเจ้าในสัตว์บังเกาะดักหมกปีประเทศไทยนึ่งตำแหน่งมวยจำนวนเตี้ยประกอบเอาจำเนียงก้อยจัดการตามนิติวิธีคัดกอกงสัตว์บังเกาะจิจารณ์ตอนเป็นมวยตุกันตุยแหวงได้กรมชมวยคัลโคดบานลุยดักเจงปีประเทศไทยโจรมากัมพูชีตามเพลิงตึกโจรมาการคัดกอกงហើយត្រូវបានសមាជិកនគរបាលវិរៈការពារព្រំដែនទឹកមាត់ពីមកោះយ៉ស្ទាក់ចាប់បាននៅចំណុចមាត់ពីមក្រសោបស្ថិតក្នុងឃុំពីមក្រសោបស្រុកមណ្ឌលសីមាខេត្តកោះកុងកាលពីវេលាម៉ោង 3:30 នាទីទៀបភ្លឺថ្ងៃទី 17 ខែតុលាឆ្នាំ 2025 ត្រូវបានរដ្ឋបាលខេត្តកោះកុងសម្រេចដុតកំទេចចោលឯតំណែងមួយចំនួនទៀតប្រគល់ឲ្យមន្ត្រីគយចាត់ការតាមជំនាញប្រពន្ធពីក្រុមកម្មករទូកស៊ីឈ្នួលដឹកតំណែងខាងលើបានឲ្យដឹងថាទូកន្ទុយវែងដែលពួកគាត់ដឹកសាច់បង្កក់មកពីប្រទេសថៃនេះគាត់ស៊ីឈ្នួលដឹកឲ្យតកែឈ្មោះលោកឌីបានតម្លៃក្នុងមួយជើងចន្លោះពី 12,000 បាតទៅ 15,000 បាតគឺតម្លៃក្នុងមួយជើងប្រហាក់ប្រហែលចាប់ពី$300ទៅ$400ហើយចាប់តាំងពីមានការបិទច្រកព្រំដែនមកគឺក្រុមខ្លួនដឹកជញ្ជូនតំណែងឲ្យលោកឌីបានចំនួន10ជើងរួចមកហើយដោយបដូរទីតាំងឡើងតំណែងជាច្រើនកន្លែងដូចជាឡើងនៅទីតាំងកោះស្នេហ៍នៅទីតាំងបាក់ខ្លងនិងនៅទីតាំងទួលកគីជាដើមដើម្បីបង្វែងដានសមត្ថកិច្ចតែមិននឹកស្មានថាមកអស់លាក់ជាប់អន្ទាក់ប៉ូលីសពេលបដូរទីតាំងមកឡើងតំណែងនៅទីនេះឡើយក្រោយពីចាប់ឃាត់ទូករួចសមត្ថកិច្ចបានឆែកឆេររកឃើញសាច់បង្កក់ជាច្រើនកេះនិងតំណែងផ្សេងមួយចំនួនប្រគល់ជូនជំនាញនឹងរដ្ឋបាលខេត្តកោះកុងដើម្បីចាត់វិធានការបន្តជានីតិវិធីរដ្ឋបាលខេត្តកោះកុងបានសម្រេចធ្វើការដុតកំទេចចោលសាច់បង្កក់ទាំងអស់រួមមាន 1. ក្តាមបង្កក់ចំនួន 5 កេះ 2. ស្លាបមាន់និងជង្គង់មាន់បង្កក់ចំនួន 12 កេះចំណែកក្តាមសក់ដែលនៅរស់ចំនួន 19 កេះត្រូវបានថ្នាក់ដឹកនាំខេត្តចាក់លែង 1 កេះចូលទៅក្នុងទឹកព្រែកកោះប៉ោនិង 18 កេះទៀតប្រគល់ឲ្យជំនាញយកទៅចាក់លែងនៅតំបន់ព្រែកកោងកាងបាងកាយ៉ាដោយឡែកទឹកថ្នាំពណ៌កំប៉ុងដែកចំនួន 7 កេះថ្នាំលាបប្រឆាំងច្រេះចំនួន 5 កេះថ្នាំលាបប្រភេទ TK ចំនួន 3 កេះថ្នាំលាបប្រតិកម្មត្រូឡូអ៊ីនចំនួន 10 កេះកាហ្វេកញ្ចប់ 1 កេះស្លឹកក្រចមចំនួន 2 កេះសំបកដបទឹកចំនួន 4 កេះនិងស្រោមដៃក្រណាត់មួយបាវធំបានប្រគល់ឲ្យមន្ត្រីគយដោយឡែកបុរសចំនួន 3 នាក់ដែលជាកម្មករទូកខាងលើត្រូវបានប្រគល់ជូនសមាជិកជំនាញយកទៅសួរនាំដើម្បីចាត់ការតាមនីតិវិធីសូមបញ្ជាក់ថាកាលពីថ្ងៃទី 20 ខែសីហាឆ្នាំ 2025 កន្លងទៅមហាជនធ្លាប់បានខកចិត្តចំពោះចំណាត់ការរបស់រដ្ឋបាលខេត្តកោះកុងម្ដងរួចមកហើយដោយសារកាលនោះកម្លាំងនគរបាលការពារព្រំដែនទឹកមាត់ពីមព្រែកកោះយ៉បានឃាត់ទូកដឹកសាច់បង្កក់និងទំនិញចេញពីប្រទេសថៃមកកាន់ខេត្តកោះកុងមួយគ្រឿងប្រគល់ជូនសមាជិកជំនាញឲ្យចាត់ការតែខាងមន្ត្រីគយបានត្រឹមតែឲ្យម្ចាស់ទំនិញបង់ពន្ធធម្មតាហើយអនុញ្ញាតឲ្យយកទៅចែកចាយតាមទីផ្សារហើយអ្នកប្រព្រឹត្តបទល្មើសក៏មិនបានបញ្ជូនឲ្យប្រព័ន្ធច្បាប់ដាក់ទោសទណ្ឌអ្វីដែរម្ដងនេះគេឃើញនីតិវិធីធ្វើខុសជាងមុនបន្តិចមែនគឺសាច់បង្កក់ត្រូវបានដុតកំទេចចោលហើយជនសង្ស័យ3នាក់ក៏ត្រូវបានប្រគល់ឲ្យសមាជិកចាត់ការដែរប៉ុន្តែតំណែងរបស់ថៃមួយចំនួនបែរជាធ្វើមិនខុសពីលើកមុនសោះពលគឺបានត្រឹមតែប្រគល់ឲ្យមន្ត្រីគយធ្វើឲ្យមហាជនឆ្ងល់ថាតើតំណែងទាំងនោះពេលដល់ដៃមន្ត្រីគយហើយគេយកទៅណាទៀតឬត្រឹមតែឲ្យបង់ពន្ធហើយយកទៅចែកចាយតាមទីផ្សារដដែលបើដូច្នោះមែនប្រហែលជាអស់លោកផ្លេចការអំពាវនាវរបស់សម្ដេចតេជោហ៊ុនសែនកន្លងទៅហើយមើលទៅគេនឹងចាំបានថាកាលពីថ្ងៃទី 8 ខែតុលាឆ្នាំ 2025 សម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃប្រជាណាចក្រកម្ពុជាបានចេញមុខប្រតិកម្មចំពោះមន្ត្រីនិងឈ្មួញទុច្ចរិតមួយចំនួនដែលបានគប់គិតគ្នាលួចនាំចូលតំណែងហាមឃាត់មកពីប្រទេសថៃហើយសម្ដេចបានស្នើសុំឲ្យរាជរដ្ឋាភិបាលមានវិធានការកម្ចាត់ចោលនៅមន្ត្រីខិលខូចនិងក្រុមឈ្មួញដែលនៅបន្តលួចនាំតំណែងថៃចូលមកកម្ពុជាក្នុងអំឡុងពេលដែលច្រកព្រំដែនកំពុងបិទសម្ដេចធ្លាប់បានមានប្រសាសន៍ថាប្រសិនបើបងប្អូនស្អប់និងឈឺចាប់ចំពោះទង្វើអមនុស្សរបស់ជនជាតិថៃសូមកុំទិញតំណែងថៃនិងឈប់ប្រើប្រាស់ប្រាក់បាតថៃនៅលើទឹកដីខ្មែរតទៅទៀតទោះជាយ៉ាងណាចំណាត់ការលើកនេះត្រូវបានមហាជនជាច្រើនចូលរួមអបអរសាទរនិងជឿជាក់លើការដឹកនាំរបស់លោកស្រីឈីវ៉ាអភិបាលខេត្តកោះកុងទើបចូលកាន់តំណែងថ្មីដោយសង្ឃឹមថាលោកស្រីនឹងយកចិត្តទុកដាក់ត្រួតពិនិត្យលើការបង្ក្រាបនៅរាល់បទល្មើសនាំទំនិញចេញពីប្រទេសថៃចូលមកកម្ពុជាឲ្យបានម៉ឺងម៉ាត់គឺក្រៅពីដុតកំទេចទំនិញចោលនិងបញ្ជូនអ្នកប្រព្រឹត្តផ្ទាល់ទៅដាក់ទោសទណ្ឌលោកស្រីត្រូវតែស្រាវជ្រាវវែករកមុខមេឈ្មួញធំនៅពីក្រោយនិងក្រុមមន្ត្រីខិលខូចមួយចំនួនដែលគប់គិតយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ដើម្បីកុំឲ្យត្រីងៀតលួចឆ្លៀតពងបានតទៅទៀត